ទស្សនាអ្នកនរខ្ញុំណាល់ហើយនេះជាវីដេអូ CCNA course របស់យើងហើយបើសិនអ្នកនរគ្នាចូលចិត្តវីដេអូ CCNA របស់ខ្ញុំអ្នកនរគ្នាអាចជួយចែករំលែកគ្នាយើងផងហើយបើថាមាន feedback មានអីជួយចែករំលែកខ្ញុំដែរផងអញ្ចឹងទៅយ៉ាអរគុណអ្នកនរគ្នាអូខេចូលវីដេអូហ្នឹងជាវីដេអូបន្តពី part 4 យើងនិយាយពី like command អីតិចតួចមាន like different mode មានអីចឹងទៅហើយ basic command ហើយវីដេអូហ្នឹងខ្ញុំនឹង like យក command ពី part 4ហ្នឹងយកមក like ដាក់ចូលក្នុង network device មួយតែអ្នកនរគ្នាពេល like download lab ហ្នឹងនៅក្នុង Google Drive អ្នកនរគ្នាត្រូវ like configure like ទាំង router ទាំង switch តាម like ពីលេខ1ដល់លេខ10ហ្នឹងទៅខ្ញុំដាក់ step ឲ្យហ្នឹងទៅណាតែក្នុងវីដេអូហ្នឹងខ្ញុំ configure តែ router ទេតែអ្នកនរគ្នាខ្ញុំចង់ឲ្យ like អ្នកនរគ្នា practice អញ្ចឹងទៅយើង like practice បានកាន់តែច្រើនកាន់តែល្អយ៉ាអូខេឥឡូវមុនខ្ញុំចូល config device បងប្អូនធ្វើ lab នឹងសិនទៅចាំយើងចូលមកមើល like វីដេអូព្រោះ like ខ្ញុំចង់ឲ្យបងប្អូនធ្វើ like ពី step 1ដល់ step 10នឹងសិនទៅចាំចូលមកវីដេអូនេះមក check ថាខ្លួនឯងធ្វើត្រូវអត់អញ្ចឹងណាអូខេឥឡូវខ្ញុំចូល config device ឯងអូខេឥឡូវបើយើងចង់ configure device មួយណាយើង check ពីលើហ្នឹងទៅបើថាយើងចង់ configure switch យើង check ពីលើ switch ហើយបើថាចង់ configure router check ពីលើ router ហ្នឹងទៅហើយក្នុងមេរៀនទី4ខ្ញុំនិយាយថា like បើថាយើងចង់ configure like CLI យើងមិនត្រូវការ connect console port ប៉ុន្តែក្នុងវីដេអូនេះខ្ញុំប្រើ like CLI តាមនេះវិញខ្ញុំចង់បញ្ជាក់ថា like ពេលយើង config វា maintain switch maintain ក៏ router maintain យើងត្រូវប្រើ console port ហ្នឹងប៉ុន្តែពេលយើងរៀន practice អីចេះយើងអាចប្រើពួក CLI នេះអញ្ចឹងទៅវារៀងស្រួលជាងអញ្ចឹងណាអូខេឥឡូវយើងចូលមើលអូខេខ្ញុំនិយាយត្រួសបន្តិចនៅ part 4 like video part 4អានេះមិន user exec mode ទេតែបើថាយើងចង់ចូលយើងថា enable អញ្ចឹងទៅហើយរូបទ្រង់ជ្រុកពីមុខនេះគឺ private exec mode ហើយបើថាយើងចង់ចេញយើង exit អីចឹងទៅហើយ enter ម្ដងទៀតនេះអានេះយើងមក user exec mode វិញអូខេចង់ចូលវាយ shortcut ក៏បាន en ក៏បានមែនទេចង់ចេញអញ្ចឹងទៅហើយសញ្ញាសួរនោះសញ្ញាសួរអញ្ចឹងគឺវាចេញទៅ enable មួយអញ្ចឹងអាហ្នឹងពាក្យកាត់សម្រាប់ enable យើង enter ទៅហើយបើថាយើងចង់ឥឡូវយើងអានមើល step 1 change the host name for the router and switch to R1 or switch 1អញ្ចឹងណាឥឡូវហ្នឹងឈ្មោះ router like ឈ្មោះឥឡូវយើងមិន config router ទេយើងចង់ដូរឈ្មោះdefault router ហ្នឹងទៅ R1 ម្ដងអញ្ចឹងទៅយើងត្រូវទៅlike mode ណាដែលយើងអាចដូរ configuration បានណា mode ដែលយើងដូរ configuration បានគឺ like global configuration mode so global configuration mode អានេះពាក្យកាត់វាយើងដូចតែនោះដែរហ្នឹងបើយើងចង់ដឹងពាក្យកាត់យើងអាចដាក់ញ៉ាសួរទៅនេះគេវីដេអូ part 4ខ្ញុំបាននិយាយវាដែរអ្នកនរគ្នាបានអាចចូលទៅមើលបានយើងចូលមើលអញ្ចឹងទៅហើយបើថាយើងចង់ដូរឈ្មោះអូខេដូរឈ្មោះ host យើងខ្ញុំបានប្រាប់ឡើងដែរ like យើងត្រូវប្រើ use the host name in the command like in the global configuration mode ដើម្បីដូរទៅ R1 ហើយ switch 1អីហ្នឹងទៅយើងប្រើ host name ហើយ R1 អីហ្នឹងទៅokay now we ដូរហើយអូខេឥឡូវ step ទី2 configure an unencrypted enable password of CCNA on both device like នៅលើ router and switch ហើយឥឡូវយើង configure like unencrypted យើងប្រើ enable password ហើយ CCNA អញ្ចឹងទៅហើយយើងក៏សូមបញ្ជាក់ដែរថា password នៅក្នុង CLI គឺ like case sensitive មានន័យថា like បើថា like uppercase CCNA ហ្នឹងនិង lowercase CCNA វា password ខុសគ្នាអូខេហើយ step 3 គឺយើង like test password ហ្នឹងយើងចេញពីglobal
configuration mode ហើយ exit ទៀតទៅបើយើងចង់ចូល pivot exit mode វិញ en វាយ password ហ่ะ password បើយើងវាយវាអត់ចេញឲ្យយើងឃើញទេតែថាយើងវាយ password ខុស3ដងវាចេញអា bad secret អូខេហើយ step ទី4 view the password in the running configuration អញ្ចឹងយើងអាចប្រើ show running config បានហើយបងប្អូនអស់នេះឃើញ password ហើយនេះ enable password ហើយមួយទៀតនិយាយថា like show ហ្នឹងយើងអាចប្រើ shortcut វាបានចូល run ទេ enable password ដូចគ្នាទេឥឡូវ step ទី5 ensure that current password and all future password are encrypted អញ្ចឹងមានន័យថាយើងទៅ global configuration mode វិញហើយយើងមិនប្រើអា servers encrypt password ហ្នឹងហើយមួយទៀតបងប្អូនអរគ្នាយើងអាចប្រើអាសញ្ញាសួរនេះហ្នឹងពេលដក clear ហើយសញ្ញាសួរវាប្រាប់ថាយើងអាចប្រើបានអីខ្លះណាយើងប្រើអា password encryption នេះហើយមួយទៀតយើងថាយើងចង់ auto complete យើងចុច tab ទៅ auto complete ដែរហើយ view the password in the running config ម្ដងទៀតបើថាយើងនៅក្នុង global config យើងអាចប្រើ do ហើយ show run ចឹងទៅមែនទេនេះវា encrypt ហើយមុនដំបូងវា CCNA ឥឡូវវា encrypt ហើយទៅ type 7 step 7 config more secure encrypted enable password of Cisco on both device អញ្ចឹងយើង config ចង់និយាយថា like password ដែលខ្លាំងជាងenable password type 5 ម្ដងហើយយើងដាក់ password Cisco អញ្ចឹងយើងមិនប្រើ enable secret Cisco step 8 exit back to the user mode ហើយ return to the privilege mode which password do you use ឥឡូវចេញពី mode ទាំងអស់ហ្នឹងបើថានេះយើងប្រើ n នេះក៏បានដែរso មិញខ្ញុំប្រើ command ខុសខ្ញុំប្រើ n ទៅវា translate domain server អាហ្នឹង like ថាយើងចង់ឲ្យអញ្ចឹងទេយើងអាចធ្វើចេះបានតែអាហ្នឹងខ្ញុំបាននិយាយនៅក្នុង part 4 យើងទេអាហ្នឹងគាត់មកពេលខ្លះអាចយើងច្រឡំ type comment អីខុសវាអាចជាប់អញ្ចឹងហើយជាប់អញ្ចឹងវាជាប់យូរអញ្ចឹងទៅយើងអាច type អានេះបាន no IP domain lookup អញ្ចឹងទៅបើថាយើង NA ទៅអត់អីទេលេខអីហ៎ exit ទៅអូខេឥឡូវយើងចូល step 8មិនចូល password វិញម្ដងទៀត en ឥឡូវយើងសាក password CCNA មកអត់ចូលឲ្យខុសហើយយើងសាក password Cisco ម្ដងមកសាក password ថ្មីអូខេចូលដូចនិយាយអញ្ចឹងនៅ part 4 like តែពេលយើង like enable secret ហើយ password ហ្នឹងវា override CCNA ហើយអញ្ចឹងទៅអូខេយើងអាចទៅនេះវិញទៀតទៅview the password in the running config and what encrypted type ទៅយើងអាចទៀតឲ្យ show running config ហើយអ្នកនរគ្នាឃើញនេះenable secret វា like ប្រើ type MD5 ហើយនេះ type 7ហើយពីរហ្នឹង encrypt ទាំងពីរឥឡូវ step 10យើង save the running config on startup configuration យើងសរសេរ RAI ចេះក៏បានហើយ memory ក៏បានហើយ copy running config startup config
destination yeah enter ទៅហើយអរគុណអ្នកនរដែលបានមើលដល់ចប់បើថាមាន feedback អីជួយប្រាប់ខ្ញុំផងហើយដូចខ្ញុំនិយាយអញ្ចឹងបើបងប្អូនអ្នកនរស្វែងវីដេអូ CCNA ខ្ញុំ interesting ក៏ helpful អីជួយចែកលេខគ្នាយើងហ្នឹងហើយបើថាមាន feedback ក៏ជួយចែកលេខខ្ញុំដែរតែមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណអ្នកនរ